ឲ្យគ្នាយើងមើលស្ថានីយ៍រថភ្លើងនៅជនបទស្រុកជប៉ុនហើយស្ថានីយ៍រថភ្លើងនៅជនបទរបស់ជប៉ុនគឺអត់ដូចនៅទីក្រុងទេបើយើងនៅទីក្រុងតើយើងscan card ឬយើងដាក់សំបុត្រហើយបើយើងអាចចូលបានតែតាមជនបទគឺអត់បាច់ទេយើងបើកទ្វារចូលចឹងមកទោះបីអានេះគឺទូ scan card យើងនៅក្នុងនេះខុសពីទីក្រុងតើយើង scan card ហើយបើយើងដើរចេញចូលហើយបើយើងអត់ scan ក៏បានដែរនេះយើងបើកចេញមកធម្មតាមកចូលចំរថភ្លើងកន្លែងចូលចំដល់កឲ្យមើលព្រិលនេះកន្លែងចូលចំរថភ្លើងគឺខ្ញុំធ្លាប់សាកល្បងប្រហែលដងហើយខ្ញុំអត់ scan ទេខ្ញុំឡើងជិះរថភ្លើងអត់ scan card ទេចុះតមកបានធម្មតាអត់មានបញ្ហាអីទេចឹងមានន័យថាតំបន់នេះគឺប្រជាជនគេស្មោះត្រង់គេធ្វើអញ្ចឹងទេហើយយើងជិះ2-3ត្រឡប់យើងចាំទៅប្រាប់យើងថាបុគ្គលិកគេក៏បានថាយើងជិះពីណាដល់ណាយើងអត់បានបងលុយយើងថាកាតរបស់យើងអស់លុយអត់បានបញ្ចូលយើងក៏បានដែរអញ្ចឹងគេចាប់ផ្ដើមកាត់លុយយើងតាមក្រោយអញ្ចឹងស្រួលមែនទេអានេះគឺខ្ញុំសាកល្បងមើលទេថាតើបើយើងអត់ scan នឹងវាអាចជិះបានអត់ជិះបានតែនៅទីក្រុងទេតើយើង scan ហើយបានទ្វារនឹងវាបើកឲ្យយើងបើសិនលុយយើងអត់គ្រប់ក៏ scan ទៅក៏វាប្រាប់ថាយើងលុយអត់គ្រប់ចាញ់អត់បានទេចាញ់ចូលអត់បានដូចគ្នាតែនៅស្រុកស្រែគឺស្រួលលុយអត់គ្រប់អត់មានលុយក៏អាចជិះបានដែរចាំមានលុយចំបងតាមក្រោយក៏បានចឹងហើយគេទុកចិត្តលើជនជាតិគេជប៉ុនណាជនជាតិគេស្មោះត្រង់ណា